មានទេវតាពីរអង្គមិនដឹងថាធ្វើរឿងអ្វីខុសនោះទេបានជាព្រះឥន្ទទម្លាក់មកនៅឋានកណ្ដាលរោងកម្មយ៉ាងនេះអ្នកទាំងពីរអ្នកនេះមានកំហុសធ្ងន់ណាស់យើងនឹងទម្លាក់អ្នកទាំងពីរទៅឋានកណ្ដាលឲ្យកើតជាសត្វឯងត្រូវតែក្លាយជាសត្វក្រពើឯនាងត្រូវតែកើតទៅជាសត្វឆ្មាដែលមានសម្បរ3ឯងទាំងពីរអ្នកនេះត្រូវតែធ្វើអំពើល្អបើមិនដូច្នេះទេឯងទាំងពីរនឹងកើតជាសត្វអស់មួយជីវិតព្រះឥន្ទបន្ទាប់និយាយរួចហើយក៏បានទម្លាក់អ្នកទាំងពីរមកឋានកណ្ដាលម្នាក់ក្លាយជាពងក្រពើចំណែកឯម្នាក់ទៀតក្លាយជាកូនឆ្មាដែលមានសម្បុរ3នៅមាត់ស្ទឹងមួយនៅក្នុងនគរនោះមានបុត្រីស្ដេចមួយអង្គដែលមានរូបសម្បត្តិស្រស់ស្អាតខ្លាំងណាស់វេលាថ្ងៃមួយព្រះនាងក៏ថ្វាយបង្គំសូមព្រះបិតាមកក្រសានៅឯមាត់ស្ទឹងមួយជាមួយនឹងពួកភិលាស្រីស្នំព្រះបិតាព្រះមេតាបុត្រីសុំទៅក្រសាលព្រៃឯមាត់ស្ទឹងក្រោយភូមិអ្នកស្រុកហើយទីនោះមានទេសភាពស្រស់ស្អាតបុត្រីចង់ទៅលេងទឹកនៅក្នុងបឹងនោះព្រោះវាត្រជាក់ស្រួលណាស់មិនបានទេបុត្រីទៅមិនបាននោះទេព្រោះទៅទីនោះស្ងាត់ខ្លាំងណាស់ហើយក៏ឆ្ងាយពីនគរយើងទៀតដែរបិតាខ្លាចទៅមានគ្រោះថ្នាក់ទេណាបុត្រីនៅក្រសាលទឹកនៅក្នុងរាជវាំងយើងនឹងហើយអត់ទេព្រះបិតាបុត្រចង់ទៅលេងទីនោះព្រះមេតាមើលព្រះបិតាមិនឲ្យបុត្រទៅក្រសាលព្រៃទេព្រះមេតាព្រះស្វាមីព្រះអង្គឲ្យបុត្រីយើងទៅក្រសាលព្រៃទៅណាម្ចាស់អូនសូមអង្វរព្រះអង្គដឹងចរិតរបស់បុត្រីយើងហើយទៅក៏ទៅចោះតែបុត្រីនាំភីលៀងទៅពី3នាក់និងសេនាទៅពី3នាក់ផងដែរហើយកុំទៅយូរពេកណាប្រយ័ត្នគ្រោះថ្នាក់ណែពួកឯងមើលបុត្រីរបស់យើងឲ្យបានល្អណាឮនៅបើមានរឿងអ្វីទៅលើបុត្រីរបស់យើងនោះពួកឯងទាំងអស់គ្នាច្បាស់ជាមិនរួចខ្លួននោះទេព្រះនាងនិងភីលៀងក៏បានចេញដំណើរចេញពីនគរទៅមាត់ស្ទឹងនោះពេលដែលព្រះនាងយាងទៅដល់មាត់ស្ទឹងនោះព្រះនាងកំពុងតែស្រង់ទឹកស្ទឹងយ៉ាងសោះព្រះតីក្រៃលែងជាមួយនឹងពួកភីលៀងស្រាប់តែព្រះនាងបានតតឃើញពងក្រពើមួយនិងឆ្មាមានសម្បុរ3នៅមាត់ច្រាំងនោះពួកឯងមិនឃើញអីនៅមាត់ច្រាំងនោះទេពងគឺជាពងដូចជាមានសត្វឆ្មាមានសម្បុរ3ទៀតផងយើងដើរទៅមើលបន្តិចមើលព្រះនាងកុំទៅអីព្រះនាងប្រយ័ត្នមានគ្រោះថ្នាក់ណាព្រះនាងក៏បានដើរទៅមាត់ច្រាំងនោះហើយក៏បានឃើញពងមួយប៉ុន្តែព្រះនាងមិនស្គាល់ថាពងនោះជាពងអ្វីនោះទេហើយក៏មានឆ្មាមួយដែរព្រះនាងក៏បាននាំយកឆ្មាសម្បុរ3និងពងនោះមករាជវាំងនិងនាំយកទៅថ្វាយព្រះបិតាដើម្បីតតជ្រាបព្រះបិតារបស់ព្រះនាងបានកោះហៅមន្ត្រីចាស់មកពិនិត្យមើលទើបដឹងថាពងនេះពិតជាពងក្រពើពិតមែនព្រះអង្គក៏បានបញ្ជាឲ្យសេនាយកពងក្រពើនេះទៅបោះចោលហើយព្រះអង្គអនុញ្ញាតឲ្យទុកតែឆ្មាសម្បុរ3តែប៉ុណ្ណោះអត់ទេព្រះបិតាបុត្រសុំទុកឲ្យពងក្រពើនេះវាញោះសិនបានទេព្រះបិតាចាំវាញោះហើយចាំព្រះបិតាយកវាទៅបោះចោលចោះដើម្បីកុំឲ្យមានកម្មពៀព្រោះបុត្រជាអ្នកយកវាមកបុត្រីមិនចង់មានកម្មពៀឡើយព្រះបិតាពេលដែលក្រពើនោះញាស់រួចព្រះនាងក៏យកព្រមឲ្យគេយកកូនក្រពើនោះទៅលែងចោលនៅឯបឹងមួយលុះកូនក្រពើនោះធំឡើងក្រពើនេះគឺកាចសាហាវខ្លាំងណាស់វាតែងតែស៊ីអ្នកស្រុកជាចំណីអាហារមានថ្ងៃមួយនោះមានអ្នកស្រុកម្នាក់បានសំពះអង្វរសុំក្រពើនោះកុំឲ្យក្រពើនោះស៊ីខ្លួនទោះឲ្យគេធ្វើអ្វីក៏គេព្រមដែរសត្វក្រពើនោះក៏ព្រមទទួលការអង្វររបស់អ្នកស្រុកនោះហើយក្រពើក៏បានប្រាប់ថាយើងមិនស៊ីពួកឯងក៏បានដែរតែត្រូវតែទៅយកព្រះនាងនៅក្នុងនគរនោះមកឲ្យយើងស៊ីបើមិនដូច្នេះទេយើងនឹងស៊ីពួកឯងទាំងអស់គ្នាពួកអ្នកស្រុកជាប្រជារាស្ត្រក៏បាននាំគ្នាទៅទូលព្រះមហាក្សត្របានជ្រាបរឿងទាំងអស់នេះហើយក៏មានប្រតិយយ៉ាងខ្លាំងព្រះអង្គក៏ស្រឡាញ់ប្រជារាស្ត្រណាមួយទ្រង់ក៏មានបុត្រីតែមួយអង្គនឹងផងព្រះបិតាបុត្រីសុកចិត្តប្រគល់ខ្លួនឲ្យក្រពើស៊ីជាចំណីចោះដើម្បីកុំឲ្យសត្វក្រពើមកយាយីដល់ប្រជារាស្ត្រយើងទៀតព្រះស្វាមីតើទ្រង់មានវិធីអីផ្សេងទេយើងមានតែបុត្រីមួយទេសូមព្រះអង្គជួយបុត្រីយើងផងព្រះមេតាកុំធ្វើឲ្យព្រះបិតាពិបាកចិត្តអីបុត្រីសុកចិត្តឲ្យក្រពើនោះស៊ីជាអាហារដើម្បីប្រជារាស្ត្រនៅក្នុងនគររបស់យើងបុត្រីសុកចិត្តពលីជីវិតសូមព្រះមេតាឈប់ព្រះកន្សែងទៀតទៅបុត្រីលាព្រះមេតានិងព្រះបិតាហើយសូមព្រះមេតានិងព្រះបិតាថែព្រះកាយផងនិយាយរួចហើយ
ព្រះនាងក៏បានថ្វាយបង្គំលាព្រះមេដាព្រះបិតាចេញទៅមាត់ស្ទឹងដើម្បីឲ្យក្រពើនោះស៊ីជាចំណីអាហារចំណែកឯឆ្មាសម្បល់3ដែលព្រះឥន្ទបានប្រើមកជាមួយក្រពើនោះក៏ត្រូវមកតាមដង្ហែនិងជួយការពារព្រះនាងពេលបានដឹងរឿងនេះហើយឆ្មាសម្បល់3ក៏បានក្រឡាខ្លួនជាស្រីក្រមុំដ៏ស្រស់ស្អាតម្នាក់ដើម្បីឃាត់ក្រពើទុកជាមុនរីឯក្រពើក៏បានក្រឡាខ្លួនជាកំឡោះសង្ហាម្នាក់មកចែកចង់ឆ្មាសម្បល់3នោះក្រពើឯងឈប់ស៊ីសាច់មនុស្សលោកនិងឈប់ចឹងស៊ីព្រះនាងទៅវាជារឿងមិនល្អសម្រាប់ឯងទេបើមិនដូច្នេះទេឯងនឹងមានកម្មពៀមិនខានឡើយមិនបានទេយើងត្រូវតែស៊ីព្រះនាងបើមិនដូច្នេះទេយើងនឹងស៊ីមនុស្សក្នុងនគរនេះឲ្យទាល់តែអស់នាងឆ្មានិយាយខាត់ខាំងយ៉ាងណាក៏ក្រពើមិនព្រមដែរនាងឆ្មាក៏បានក្រយ៉ាយក្រពើមួយដៃហើយពួកគេក៏បានបែកគ្នារៀងខ្លួនទៅចំណែកព្រះនាងបានអោបឆ្មាជិះលើក្បូនមួយអណ្ដែតលើទឹកនិងប្រគល់ខ្លួនឲ្យក្រពើស៊ីជាចំណីសត្វក្រពើពេលដែលឃើញព្រះនាងដូច្នេះក៏ហែសម្ដៅមកព្រះនាងរៀបនឹងហាមាត់បំរុងនឹងត្របាក់ព្រះនាងហើយស្រាប់តែមានទេវតាមួយមកជប់ឲ្យក្រពើនោះរលាយបាត់ទៅឆ្មាសម្បល់3ក៏ប្រែខ្លួនទៅជាស្រីក្រមុំម្នាក់ដែលមានឈ្មោះថាវីឡានិងព្រះនាងក៏បាននាំគ្នាឡើងលើគោកដើម្បីធ្វើដំណើរត្រឡប់ទៅព្រះនគរវិញចាប់តាំងពីពេលនោះមកប្រជារាស្ត្រក៏រស់នៅយ៉ាងសុខសាន្តរហូតតរៀងទៅសូមជូនរឿងស្ដេចកណ្ដុរសមានក្មេងស្រីមួយវងបាននាំគ្នាទៅមុជទឹកអូរនៅក្រោយភូមិក្នុងចំណោមក្មេងស្រីទាំងអស់នោះមានក្មេងស្រីម្នាក់មានរូបសម្បត្តិល្អណាស់ពួកក្មេងៗកំពុងតែលេងសើចយ៉ាងសប្បាយស្រាប់តែមានយក្ខិនីហោះចេញពីព្រៃមកឃើញក្មេងៗកំពុងតែមុជទឹកយ៉ាងសប្បាយនោះក៏ដេញចាប់ក្មេងៗពួកក្មេងៗនាំគ្នារត់គេចផុតពីដៃយក្សអស់សល់តែក្មេងស្រីម្នាក់ដែលមានរូបសម្បត្តិស្រស់ស្អាតនោះយក្សដេញចាប់បាននាងភ័យខ្លាំងណាស់នាងក៏បានអង្វរទៅកាន់យក្សនោះឲ្យលែងខ្លួនមីងយាសូមមីងយាឯងកុំចាប់ខ្ញុំអីខ្ញុំនៅតូចណាស់សាច់ខ្ញុំមិនឆ្ងាញ់ទេសូមមីងយាដោះលែងខ្ញុំទៅណាឯងកុំយំអីក្មេងតូចគូឲ្យស្រឡាញ់មីងចាប់យកឯងទៅធ្វើកូនទេព្រោះយើងគ្មានកូននឹងគេសោះខ្ញុំអត់ទៅនៅជាមួយមីងយាឯងទេខ្ញុំខ្លាចមីងយាឯងណាម៉ែជួយកូនផងម៉ែជួយកូនផងកុំខ្លាចមីងអីក្មួយមីងសន្យានឹងមិនធ្វើបាបក្មួយទេមីងនឹងមើលថែក្មួយឲ្យដូចជាពុកម្ដាយរបស់ក្មួយអញ្ចឹងដែរហើយនៅផ្ទះមីងមានម្ហូបចំណីច្រើនណាស់និយាយហើយយក្ខិនីក៏បានចាប់យកទៅរស់នៅក្នុងផ្ទះឯព្រៃយក្សតែងតែរកចំណីអាហារមកបំពន់ក្មេងស្រីនោះឲ្យឆាប់ធំរាល់ពេលដែលនាងកំពុងតែហូបបាយយក្ខិនីនោះតែងតែលួងលោមថាកូនស្រីខំហូបទៅនេះណែសាច់សុទ្ធហើយនឹងថ្លើមណាកូនហូបឲ្យបានច្រើនទៅនឹងរហ័សធាត់ធំណាកូនចាម៉ែម្ហូបនេះពិតជាឆ្ងាញ់ណាស់ម៉ែកូនចូលចិត្តណាស់ពេលឃើញក្មេងស្រីកាន់តែធំឡើងមានសម្បល់ស្អាតភ្លឺថ្លាចិត្តពេញក្រមុំនោះយក្សនោះក៏បានសួរទៅកាន់ក្មេងស្រីនោះថាកូនស្រីម៉ែមើលទៅកូនមានសម្បល់សស្អាតណាស់តើថ្លើមកូនធំប៉ុណ្ណាហើយចាម៉ែថ្លើមកូនប៉ិនគម្របឆ្នាំងហើយម៉ែមិនបានម៉ែសួរកូនអញ្ចឹងម៉ែអត់អីទេកូនស្រីម៉ែសួរលេងទេអញ្ចឹងកូនស្រីប្រឹងហូបទៀតទៅមិនខ្វះទេម្ហូបអាហារកូនខំប្រឹងហូបទៅកូននឹងឆាប់ធំធាត់នឹងគេលុះថ្ងៃក្រោយមកទៀតយក្ខិនីចេះតែសួរទៅកាន់កូនស្រីទៀតថាកូនសំឡាញ់អើយតើថ្លើមកូនស្រីធំប៉ុណ្ណាហើយចាម៉ែថ្លើមកូនធំប៉ុន្តែដាក់បាយឲ្យម៉ែវ៉ាវថ្លើមកូនឯងពិតជាឆាប់ធំមែនតែនកូនខំប្រឹងហូបបាយឲ្យច្រើនទៅណាកូនស្រីមាសម្ដាយក្រោយមកទៀតយក្ខិនីក៏បានសួរទៅកាន់កូនស្រីទៀតថាថ្លើមកូនស្រីធំប៉ុណ្ណាហើយកូនស្រីម្ដាយម៉ែថ្លើមកូនប៉ិនមួយចំហៀងផ្ទះឲ្យម៉ែថ្ងៃបន្ទាប់មកមិនទាន់បានប៉ុន្មានផងយក្ខិនីនោះក៏បានសួរទៀតថាតើថ្លើមកូនស្រីធំប៉ុណ្ណាហើយកូនម៉ែថ្លើមកូនប៉ិនមួយចំហៀងផ្ទះឲ្យម៉ែកូននៅចាំផ្ទះម៉ែទៅលេងផ្ទះបងប្អូនមួយអាទិត្យពេលម៉ែមិននៅចូលកូនកុំជញ្ជាត់ទឹកបាយទៅក្រោមផ្ទះឲ្យសោះ
ម្យ៉ាងទៀតពេលចិត្តដល់កំណត់ម៉ែនឹងមកវិញចូលកូនទៅបេះផ្លែក្រូចឆ្មាឲ្យបានមួយកញ្ជើទុកឲ្យម៉ែផងម៉ែកុំទៅនៅយូរពេកណាម៉ែកូននៅផ្ទះតែម្នាក់ឯងកូនពិតជាខ្លាចខ្លាំងណាស់ម៉ែទៅតែមួយអាទិត្យទេកូនស្រីម៉ែនឹងប្រញាប់មកវិញកូននៅចាំផ្ទះនឹងហើយណាកូន និយាយរួចហើយយក្សស្រីក៏បានហោះចេញទៅបាត់ទៅទុកឲ្យកូនស្រីនៅផ្ទះតែម្នាក់ឯងយ៉ាងកំសត់ពេលយក្ខិនីចេញទៅផុតបានមួយយប់កូនស្រីនោះក៏បានដាំបាយរិចគេប្រឹងសង្កត់ជាត់ទឹកបាយទៅក្រោមផ្ទះពេលនោះក៏មានស្ដេចកណ្ដោសមួយបានចេញមកក្មេងស្រីនោះក៏បានដេញវាយវាតែកណ្ដោសនោះក៏បានស្រែកថាកុំវាយខ្ញុំអីអ្នកឯងដឹងទេប៉ុន្មានថ្ងៃទៀតយ៉ាងនឹងនាំបងប្អូនវាមកស៊ីអ្នកឯងហើយម្យ៉ាងទៀតបណ្ដាំដោយវាផ្ដាំឲ្យអ្នកបេះផ្លែក្រូចឆ្មាមួយកញ្ជើនោះគឺវាទុកសម្រាប់ធ្វើទឹកជ្រលក់គ្រឿងក្នុងនិងសាច់របស់អ្នកពេលមេយៈមកវិញវានឹងស៊ីសាច់របស់អ្នកមិនខានឡើយមែនអីសូមកណ្ដុរឯងជួយខ្ញុំផងខ្ញុំមិនបានដឹងទេថាមេយៈរបស់ខ្ញុំគាត់ចង់ស៊ីសាច់ខ្ញុំមិនអីទេចាំខ្ញុំជួយតែយ៉ាងវាប្រាប់ថាទៅប៉ុន្មានថ្ងៃដែរគាត់ប្រាប់ថាគាត់ទៅតែ7ថ្ងៃទេគាត់នឹងមកវិញហើយតែយើងត្រូវធ្វើដោយម្ដេចទៅកណ្ដុរសខ្ញុំពិតជាខ្លាចខ្លាំងណាស់ចឹងខ្ញុំត្រូវតែខំប្រឹងកាយរុងទាំងយប់ទាំងថ្ងៃដើម្បីរំដោះនាងឲ្យផុតពីសេចក្តីស្លាប់នាងកុំភ័យខ្លាចអីចាំខ្ញុំជួយនាងស្ដេចកណ្ដោសបានហៅកូនឲ្យមកជួយកាយរុងជាបន្ទាន់ព្រោះនៅសល់តែ5ថ្ងៃទៀតនឹងត្រូវដល់ពេលវេលាយក្ខិនីវិលត្រឡប់មកវិញហើយពួកគេប្រឹងកាយរុងរហូតដល់ភូមិអ្នកស្រុកនៅ5ទៅ6ហើយបានបេះផ្លែក្រូចឆ្មាទុកដាក់ឲ្យយក្ខិនីមួយកញ្ជើបន្ទាប់មកស្ដេចកណ្ដោសក៏បានបញ្ជាកូនចៅឲ្យចាប់ឃ្មុំនិងឧមាល់យកទៅដាក់ក្នុងផ្ទះយក្ខិនីរួចហើយក៏បិទទ្វារមិនឲ្យសត្វណាហែលចេញចូលបានឡើយពេលរួចកិច្ចការអស់ហើយស្ដេចកណ្ដោសបានប្រាប់ទៅនាងស្រីនោះឲ្យទៅមុជទឹកអណ្ដូងមាសអណ្ដូងប្រាក់របស់យក្ខិនីនោះព្រោះដើម្បីឲ្យនាងមានសម្បល់ភ្លឺស្អាតល្អលុះមុជរួចហើយកណ្ដោសក៏បានប្រាប់ឲ្យនាងតោងកន្ទុយគេនិងចូលតាមរោងដែលគេបានកាយនោះរហូតដល់ស្រុកអ្នកភូមិកណ្ដោសក៏បានទុកនាងស្រីឲ្យស្នាក់នៅក្នុងភូមិនោះជាមួយនឹងអ្នកស្រុកហើយគេក៏បានរត់ទៅមើលយក្សនិងបងប្អូនវាវិលមកដល់ផ្ទះវិញពេលយក្សមកដល់មុខទ្វារផ្ទះក៏ស្រែកថាកូនស្រីមាសម្ដាយម៉ែមកវិញហើយបើកទ្វារឲ្យម៉ែចូលផ្ទះនេះតើម៉ែនាំអ្នកណាគេមកលេងកូននេះយក្ខិនីហៅកូនស្រីតែគ្មានអ្នកឆ្លើយយក្សឮសំឡេងយំងងយក្សក៏លួងថាកូនកុំយំម៉ែមានទៅយូរឯណាគឺទៅតាមថ្ងៃកំណត់ដែលម៉ែប្រាប់កូននឹងហើយបើកទ្វារឲ្យម៉ែទៅណាកូនស្រីទ្វារនៅតែមិនទាន់បើកយក្សនិយាយបណ្ដាយកដៃបំរុងទាញទ្វារបណ្ដាហើយក៏និយាយថាអើយកូននេះយំអីក៏យំម្លេះខឹងម៉ែខ្លាំងណាស់ហើយមើលទៅកុំយំណាកូនម៉ែមកវិញហើយយក្សទាញទ្វារបើកឡើងសត្វឃ្មុំនិងឧមាដេញតិចពួកបងប្អូនយក្សនិងយក្ខិនីនោះឡើងមុខហើមយក្ខិនីខឹងនឹងនាងស្រីជាកូនខ្លាំងណាស់អាកូនចង្រៃបើយើងរកឯងឃើញអញនឹងស៊ីឯងមិនខានស្ដេចកណ្ដោសដែលនៅចិត្តនោះក៏បានសើចយ៉ាងសប្បាយហើយក៏និយាយបញ្ឈឺឲ្យយក្សថាសាមុខណាស់ហើយដែលចង់ស៊ីគេតែស៊ីមិនបានបែរទៅជាហើមមុខល្អមើលខ្លាំងណាស់យក្សខឹងណាស់ក៏បានរត់វាយកណ្ដោសវារត់ចូលគុម្ពឫស្សីយក្សប្រឹងរត់យ៉ាងលឿនក៏ជ្រកខ្លួនទៅជាប់នៅក្នុងគុម្ពឫស្សីទៅយក្សក៏បានសូមអង្វរកណ្ដោសឲ្យជួយផងអូយជាប់បាត់កណ្ដោជួយរំដោះខ្ញុំផងខ្ញុំជាប់ក្នុងគុម្ពឫស្សីនេះហើយជួយខ្ញុំផងខ្ញុំមិនទៅជួយឯងទេឯងនាំគ្នាស៊ីតែសាច់មនុស្សអញ្ចឹងនោះអញមិនទៅជួយឯងឡើយកណ្ដោសក៏បានរត់ទៅភូមិបាត់ទៅនាងស្រីចាប់ពីថ្ងៃនេះតទៅនាងនិងអ្នកភូមិមិនចាំបាច់ខ្លាចទៀតទេព្រោះគ្មានយក្សមករកតាមស៊ីមនុស្សទៀតឡើយតើនាងដឹងទេយក្សវាបានជាប់ភុំខ្លួននៅក្នុងគុម្ពឫស្សីហើយវាហៅខ្ញុំឲ្យជួយវាដែរតែខ្ញុំមិនជួយវាទេព្រោះវាប្រព្រឹត្តតែអំពើអាក្រក់
យៈនោះប្រកាសជាស្លាប់មិនខានឡើយយ៉ាងយូរ3ថ្ងៃទៀតសាច់វានឹងរលេះរលួយពួកក្អែកខ្មាតមកស៊ីវាមិនខានដូច្នេះចូលនាងទៅរស់នៅជាមួយខ្ញុំទៅខ្ញុំសូមនាងធ្វើជាកូន ថ្លៃអំពីកំឡោះម្នាក់នេះវិញដែលធ្លាប់បានឃើញនាងស្រីនោះកាលពីរស់នៅជាមួយនឹងយក្សគេបានចាប់អារម្មណ៍លួចស្រឡាញ់នាងយ៉ាងខ្លាំងតែគេមិនហ៊ានចូលសួរនាំចិត្តនាងទេព្រោះតែខ្លាចយក្សនោះឥឡូវនេះគេរឹតតែការទុកយ៉ាងខ្លាំងទៀតហើយព្រោះមិនបានឃើញនាងសោះថ្ងៃមួយគេបានទៅបរបាញ់សត្វនៅឯក្នុងព្រៃដើម្បីយកមកធ្វើម្ហូបពេលនោះគេក៏បានជួបនឹងស្ដេចកណ្ដោសបុរសនោះក៏បានជូនសត្វមួយទៅស្ដេចកណ្ដោសស្ដេចកណ្ដោសក៏បានសួរមកកាន់អ្នកកំឡោះនោះថាអ្នកកំឡោះឯងមានបញ្ហាអីមើលទៅឯងស្គមស្គាំងខ្លាំងម្ល៉េះសល់តែស្បែកនឹងឆ្អឹងអញ្ចឹង ខ្ញុំពិតជានឹកនារីម្នាក់នោះខ្លាំងណាស់សពថ្ងៃមិនដឹងថានាងទៅរស់នៅឯណានោះទេនាងមិនដែលឲ្យខ្ញុំឃើញសោះ កណ្ដោសក៏បានសើចហើយក៏បានដើរចេញពីអ្នកកំឡោះនោះទៅបុរសនោះក៏បានដើរចេញទៅផ្ទះវិញដែរលុះដល់ស្អែកឡើងគេបានទៅបរបាញ់សត្វបានមួយទៀតគេបានយកទៅឲ្យស្ដេចកណ្ដោសជាបន្តបន្ទាប់អ្នកកំឡោះនោះតែងតែឡើងចុះផ្ទះស្ដេចកណ្ដោសព្រោះគេដឹងថានាងដែលគេបានលួចស្រឡាញ់នោះបានទៅរស់នៅជាមួយនឹងស្ដេចកណ្ដោសនោះហើយណាមួយគេក៏អាចបានសាសងជាមួយនាងដែរកំឡោះនោះតែងតែយកសាច់ដែលបាញ់បានមកធ្វើម្ហូបនិងហូបជាមួយនឹងស្ដេចកណ្ដោសយ៉ាងឆ្ងាញ់ជាមួយគ្នាចំណែកនាងស្រីចេះតែរត់គេចពួនមិនឲ្យកំឡោះនោះឃើញឡើយដោយឃើញអ្នកកំឡោះនោះស្រឡាញ់នាងជាកូនស្រីពេកស្ដេចកណ្ដោសក៏បានទៅនិយាយបញ្ចុះបញ្ចោឲ្យកូនស្រីយកព្រមស្រឡាញ់កំឡោះនោះទៅនាងក៏បានយកព្រមតាមស្ដេចកណ្ដោស អ្នកកំឡោះបើឯងចង់ស្រឡាញ់កូនយើងចូលឯងដណ្ដឹងកូនយើងទៅយើងនឹងលឹកនាងឲ្យទៅឯង អ្នកកំឡោះក៏បានយកព្រមតាមដែលស្ដេចកណ្ដោសបានប្រាប់ឯនាងស្រីនោះក៏បាននិយាយប្រាប់ទៅកាន់កណ្ដោសឲ្យទៅអញ្ជើញឪពុកម្ដាយបង្ការរបស់នាងមកផងដែរ អ្នកខ្ញុំមកអញ្ជើញនាងទៅពិសាការកូនស្រីរបស់ខ្ញុំសូមនាងទៅទាំងពីរអ្នកប្តីប្រពន្ធកុំខានណាខ្ញុំមិនទៅទេខ្ញុំបាត់កូនស្រីរកមិនទាន់ឃើញខ្ញុំពិបាកចិត្តណាស់ស្ដេចកណ្ដុរសអ្នកកុំពិបាកចិត្តអីកូនខ្ញុំដោយកូនអ្នកដែរអ្នកទៅកុំខានណាបើអ្នកមិនទៅទេខ្ញុំនឹងហៅយក្សមកស៊ីសាច់អ្នកមិនខានឡើយជុំយក្សមិនកើតទេឪវាហៅយក្សមកស៊ីយើងមិនអីទេអ្នកចាំខ្ញុំទាំងពីរអ្នកទៅចុះ លុះដល់ស្អែកឡើងឪពុកម្ដាយរបស់ខាងស្រីក៏ភ្ញាក់ពីព្រលឹមដើម្បីទៅចូលរួមកម្មវិធីបង្គោលការរបស់កូនស្ដេចកណ្ដោសពេលដែលកំពុងអង្គុយលើផ្ទះនោះគាត់ប្រឹងសម្លឹងមើលទៅក្រោយដោយពិនិត្យវិច័យទើបដឹងថាកូនស្រីកូនក្រមុំនោះគឺជាកូនរបស់ខ្លួនដោយសេចក្តីត្រេកអរសប្បាយខ្លាំងពេកគាត់ក៏បានផឹកស្រារហូតដល់ស្រវឹងដេកបាត់ទៅពិធីបង្គោលការក៏បានចប់សពគ្រប់ហើយនាងស្រីនិងប្តី ត្រូវទៅរស់នៅផ្ទះខាងស្រីស្ដេចកណ្ដោសមិនបានជូនទៅទេមុននឹងបែកគ្នានោះប៉ុន្តែមុននឹងបែកគ្នានោះស្ដេចកណ្ដោសក៏បាននិយាយថាពួកអ្នកទៅចុះទៅឲ្យបានសុខចំណែករូបខ្ញុំត្រូវទៅដើរលេងសប្បាយទៀតហើយ